តើជាការពិតដែរទេដែលគេនិយាយថាមានតែមនុស្សទេដែលប្រសើរជាងសត្វដទៃទៀតនៅលើសកលលោកយើងនេះបាទចម្លើយគឺមិនមែនគ្រប់ចំណុចទាំងអស់របស់មនុស្សសុទ្ធតែប្រសើរជាងសត្វទេមនុស្សអាចលើសសត្វត្រង់ខួរក្បាលរបស់មនុស្សគឺមានលក្ខណៈពិសេសជាងថនិកសត្វផ្សេងៗប៉ុន្តែសរីរាង្គមួយចំនួនដូចជាការមើលឃើញការស្ដាប់ឮការដឹងក្លិនសត្វដទៃទៀតល្អប្រសើរជាងដូចជាការមើលឃើញបើនិយាយពីពពួកសត្វបក្សីសត្វឥន្ទ្រីគឺអាចមើលឃើញចម្ងាយឆ្ងាយបានល្អជាងមនុស្សខ្លាំងពាក់ព័ន្ធនឹងសំឡេងបាទសត្វដំរីសត្វ dolphin ត្រី dolphin គឺអាចស្ដាប់ឮសំឡេងបានឆ្ងាយជាងមនុស្សក្លិនដូចគ្នាបាទក្លិនបើយើងប្រៀបធៀបទៅមនុស្សយើងជាមួយនឹងសត្វឆ្កែសត្វឆ្មាគឺឆ្កែឆ្មាគឺអាចស្រង់ក្លិនបានល្អប្រសើរជាងមនុស្សរបស់យើងតើប្រឡូកសូដើរទៅក្នុងត្រចៀកតាមរបៀបដូចនេះខ្លះបាទចម្លើយនៅពេលមានលំញ័រឬគេហៅរលកសូវាបានធ្វើឲ្យវាចូលតាមត្រចៀកក្រៅព្រោះស្លឹកត្រចៀករបស់យើងមានរាងជាជីឡាវដែលអាចប្រមូលផ្ដុំរលកសូហើយបញ្ជូនតាមបំពង់សោតវិញ្ញាណខ្លីមួយពី4ទៅ5សង់ទីម៉ែត្រហ្នឹងរួចវាធ្វើឲ្យមានលំញ័រกระดาษត្រចៀករបស់យើងអញ្ចឹងនៅពេលដែលกระดาษត្រចៀកយើងញ័រលំញ័រនោះបានបន្តញ័រទៅដល់ឆ្អឹងតូចៗទាំង3នៃត្រចៀកកណ្ដាលហើយនៅពេលដែលឆ្អឹងតូចទី3នៃត្រចៀកកណ្ដាលវាញ័រវាបានលំញ័រនោះបានញ័រផ្ទុកទៅនឹងភ្នាសស្ដាងមួយផ្សេងទៀតយើងហៅថាបង្អួចរាងពងក្រពើបាននៅពេលលំញ័រក្នុងបង្អួចរាងពងក្រពើវាញ័រវាបានធ្វើឲ្យបំពង់ពាក់កណ្ដាលរង្វង់ទាំង3មានលំញ័រដូចគ្នារួចបន្តញ័រទៅដល់បំពង់រាងគូតខ្យងនៅក្នុងបំពង់រាងគូតខ្យងនៃត្រចៀកក្នុងរបស់យើងបាទវាមានរោមញ័រដែលជាមាននទីមួយនៅក្នុងការបំលែងលោកសូក៏ដូចជាលំញ័រនោះឲ្យទៅជាអង្គព្រិចប្រសាទរួចបញ្ជូនទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទសោតវិញ្ញាណបាទតើរុក្ខជាតិអង្គសូស្ពាំមានសារៈសំខាន់ដូចម្តេចខ្លះចូលលើកឧទាហរណ៍បាន3បាទចម្លើយរុក្ខជាតិអង្គសូស្ពាំមានសារៈសំខាន់ជាច្រើនពោលគឺវាជាប្រភពអាហារដ៏សំខាន់សម្រាប់មនុស្សសត្វយើងអាចយកវាទៅចម្រាញ់ធ្វើជាឱសថធ្វើជាថ្នាំលាបពណ៌ធ្វើជាប្រេងរឹតនិងធ្វើជាគ្រឿងសង្ហារិមល្អប្រណិតជាច្រើនឧបករណ៍ប្រើប្រាស់ក្នុងគ្រឿងសំណង់ណាហើយជាពិសេសនោះគឺរុក្ខជាតិអង្គសូស្ពាំជាទូទៅគឺវាផ្ដល់នូវអុកស៊ីហ្សែនសម្រាប់ដំណក់ដង្ហើមរបស់មនុស្សសត្វយើងនៅលើសកលលោកនេះឧទាហរណ៍ពាក់ព័ន្ធទៅនឹងប្រភពអាហារគឺមានបន្លែត្រប់តឡាចពៅអីចឹងជាដើមបាទហ្នឹងសម្រាប់បន្លែបាទបន្លែសម្រាប់យើងញ៉ាំហ្នឹងពាក់ព័ន្ធគ្រឿងសង្ហារិមមានឈើបេងមាននួនផ្ចិតអីចឹងជាដើមសុទ្ធតែជាពញូអីជាដើមសុទ្ធតែជាឈើប្រណិតដែលអាចធ្វើគ្រឿងសង្ហារិមបានល្អណាស់បាទហើយពាក់ព័ន្ធឧបករណ៍ប្រើប្រាស់ក្នុងគ្រឿងសំណង់ដូចជាយើងអាចធ្វើដងចបកាប់ធ្វើនទាធ្វើដងបថៅអីចឹងជាដើមដងកំបិតអីចឹងទៅបាទអាចប្រើប្រាស់បានបាទឈើសម្រាប់ធ្វើពុំចាក់បេតុងឬចាក់ប្លង់សេអីចឹងទៅបាទអាហ្នឹងគឺជាឧទាហរណ៍ចំនួន3ដែលយើងអាចយកមកបានបញ្ជាក់ថារុក្ខជាតិអង្គសូស្ពាំគឺមានសារៈប្រយោជន៍បែបហ្នឹងបាទថ្ងៃនេះខ្ញុំសូមចែកជូនប្រិយមិត្តត្រឹមប៉ុណ្នេះនិងកូនថ្នាក់ទី12ជាពិសេសបាទយើងរងចាំតាមដានជាមួយខ្ញុំនៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលា